សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel នៃទាំងរឿងក្នុងថ្ងៃនេះដែរយើងមានរឿងរ៉ាវមួយដែលទាក់ទងទៅនឹងសិភពគៀតហើយរឿងនេះដែរគឺកើតឡើងនៅក្នុងសាលាមួយដែលមាននារីម្នាក់ដែលគាត់រកពេលម៉ោងទំនេរគឺគាត់ទៅចិត្តតែអានសិភៅហើយនៅក្នុងបណ្ដាល័យនោះមានសិភៅជាច្រើនហើយសិភៅខ្លះទៀតមានអាយុកាលច្រើនជាងគាត់ទៅទៀតព្រោះសិភៅនោះជាបណ្ដាល័យដែលសរសេរសល់ពីសង្គមចាស់នៅក្នុងបណ្ដាល័យគឺហាក់បីដូចជាស្ងប់ស្ងាត់មិនមានមនុស្សមកមួយច្រើនដូចជារដូវសោះតែក៏ល្អព្រោះខ្ញុំអាចប្រមូលអារម្មណ៍អានសិភៅយ៉ាងស្ងប់ស្ងាត់ខ្ញុំដើរទៅរកមើលសិភៅនៅក្នុងទូដែលបានដាក់សិភៅចាស់ចាស់នៅពេលនោះស្រាប់តែមានសិភៅមួយក្បាលធ្លាក់ទៅលើដីដោយខ្លួនឯងខ្ញុំក៏អូនរើសវាហើយយកមកមើលវាមានសភាពចាស់ពុកផុយស្ទើរតែរលួយដាច់ពីគ្នាទៅហើយសិភៅនោះមានចំណងជើងថាសិភៅងងឹតជាអក្សរសរសេរដៃយីវាជាប្រឡំលោកឬខ្ញុំក៏បើកមើលមួយទំព័រមើលឃើញជាអក្សរសរសេរដៃទាំងអស់វាប្រហែលជាសិភៅចម្លងបន្តហើយមើលទៅខ្ញុំពិតជាចម្លែកណាស់តើអ្នកទៅចម្លងរឿងប្រឡំលោកមកដាក់នៅទីនេះធម្មតាសិភៅប្រភេទនេះនៅក្នុងបណ្ដាល័យមិនដែលឃើញមានឡើយខ្ញុំគ្រាន់តែមើលឃើញថាជាអក្សរសរសេរដៃតែមិនបានអានឡើយខ្ញុំក៏យកសិភៅនោះទៅទុកក្នុងទូវិញហើយក៏រើសយកសិភៅផ្សេងមកអានសិភៅចប់ពេលដែលមានភាពស្ងប់ស្ងាត់ល្អគួរតែមានចិត្តស្ងប់តែបែរជាខ្ញុំមានអារម្មណ៍មិនស្ងប់ទៅវិញខ្ញុំមានអារម្មណ៍បែបនេះដោយមិនដឹងមូលហេតុមកដល់ផ្ទះហើយខ្ញុំក៏នៅតែមានអារម្មណ៍មិនល្អដែរមានអារម្មណ៍ថាធុញថប់ណាស់ហេតុអ្វីបានជានឹកសុកខ្ញុំមានអារម្មណ៍បែបនេះពេលងូតទឹករួចខ្ញុំដើរទៅសិភៅមេរៀនមកអានក៏ប្រទះឃើញសិភៅសំណេរចាស់ដែលខ្ញុំឃើញនៅក្នុងបណ្ដាល័យនោះមកនៅលើតុរបស់ខ្ញុំទៅវិញខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមានភាពភ័យខ្លាចទៀតផងហេតុអ្វីបាននៅសក់ស្រាប់តែមានសិភៅនោះមកនៅលើតុរបស់ខ្ញុំដោយឯងបែបនេះខ្ញុំភ័យណាស់ខ្ញុំក៏ប្រញាប់រត់ទៅហើយនិយាយប្រាប់ម៉ាក់ខ្ញុំម៉ាក់បាននិយាយលងខ្ញុំកុំឲ្យខ្ញុំភ័យខ្លាចខ្ញុំមានភាពកក់ក្ដៅនៅពេលដែលបាននៅជិតម៉ាក់អារម្មណ៍ភ័យខ្លាចក៏បានកាត់បន្ថយខ្លះដែរខ្ញុំមិនហ៊ាននៅក្នុងបន្ទប់របស់ខ្ញុំវិញឡើយយប់នេះខ្ញុំនៅគេងជាមួយនឹងម៉ាក់គឺខ្ញុំខ្លាចសិភៅនោះណាស់ព្រឹកឡើងទៅសាលាខ្ញុំមិនហ៊ានចូលមើលសិភៅនៅក្នុងបណ្ដាល័យឡើយព្រោះមានភាពភ័យខ្លាចបានដកជាប់នៅក្នុងចិត្តរបស់ខ្ញុំដោយសារតែបណ្ដាល័យនោះសម្បីតែដើរកាត់ខ្ញុំក៏មិនហ៊ានដើរកាត់ផងម៉ាក់ខ្ញុំបាននិយាយហាមថាមិនអោយនិយាយរឿងនោះប្រាប់អ្នកណាទេខ្ញុំក៏លាក់បាំងរឿងនេះមិនអោយអ្នកណាដឹងឡើយមានមិត្តជាច្រើនដែលធ្លាប់តែអានសិភៅជាមួយគ្នាបានសាកសួរខ្ញុំថាហេតុអ្វីបានជាមិនឃើញទៅអានសិភៅខ្ញុំក៏ឆ្លើយតបទៅវិញថាអារម្មណ៍មិនល្អខ្ញុំចង់ប្រាប់ពួកគេណាថានៅក្នុងបណ្ដាល័យនោះមានខ្មោចប៉ុន្តែខ្ញុំមានហ៊ានមើលបញ្ជារបស់ម៉ាក់ខ្ញុំឡើយខានអានសិភៅបែបនេះខ្ញុំដូចជាអបសក់ណាស់គឺមានតែអង្គុយអណ្ដែតអារម្មណ៍ទៅលើក្រោមដើមឈើតែប៉ុណ្ណោះនៅពេលគិតរឿងសិភៅខ្ញុំកាន់តែឆ្ងល់ហេតុអ្វីបានជាខ្មោចយកសិភៅនោះទៅទុកដល់បន្ទប់ខ្ញុំតើគេចង់ឲ្យខ្ញុំអានមែនទេសិភៅនេះគួរឲ្យខ្លាចណាស់ខ្ញុំមិនហ៊ានអានវានោះទេខ្ញុំគេងជាមួយម៉ាក់ខ្ញុំជាច្រើនយប់ថ្ងៃមួយម៉ាក់ប្រាប់ថាតើកូនសុចិត្តរត់មកគេងជាមួយម៉ាក់ចូលបន្ទប់របស់ខ្លួនឯងរហូតឬតាមពិតខ្ញុំក៏គិតឃើញអញ្ចឹងដែរគឺយើងមិនត្រូវគេចវេះអំពីបញ្ហាឡើយគឺខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីឲ្យភាពភ័យខ្លាចហើយហ៊ានចូលគេងក្នុងបន្ទប់ដូចធម្មតាវិញយប់នេះខ្ញុំនឹងជំនះចាក់ខ្លួនឯងឲ្យបានគឺខ្ញុំត្រូវតែចូលគេងនៅបន្ទប់ខ្លួនឯងវិញតើនឹងមានរឿងអ្វីកើតឡើងខ្ញុំត្រូវតែប្រឈមជាមួយនឹងបញ្ហានោះហើយខ្ញុំក៏ចង់ដឹងដែរហេតុអ្វីបានជាគេចង់ឲ្យខ្ញុំអានសិភៅនោះតែក្នុងសិភៅនោះនិយាយអំពីអ្វីបែកពីបន្ទប់ 4-5 យប់ខ្ញុំក៏អាឡ័យបន្ទប់ណាដែរនៅពេលដែលតាំងចិត្តឲ្យក្លាហានបែបនេះភាពភ័យខ្លាចមិនសូវខ្លាំងដូចមុនឡើយគឺខ្លាចតិចខ្ញុំបែរជាចង់ដឹងចង់អានសិភៅនោះទៅវិញខ្ញុំអង្គុយនៅចំពោះមុខសិភៅនោះតើខ្ញុំគួរតែបើកអានវាឬអត់ខ្ញុំលូកដៃចាប់ជើងសិភៅនោះទាំងចង្វាក់បេះដូងលូតញឹកញាប់ដៃរបស់ខ្ញុំក៏ញ័រហាក់តែនឹងបើកអានសិភៅស្រាប់តែឮសំឡេងម៉ាក់ស្រែកពីក្រៅថាកុំអានវាខ្ញុំក៏ទម្លាក់សិភៅនោះទៅវិញ
មើលទៅម៉ាក់ដូចជាមានទឹកមុខភ័យស្លន់ស្លោខ្លាំងណាស់ខ្ញុំក៏សួរទៅគាត់ថាហេតុអ្វីបានជាម៉ាក់ហាមឃាត់ខ្ញុំគាត់ប្រាប់ថាខ្លាចមានបញ្ហាព្រោះវាមិនមែនជាសភៅធម្មតាឡើយហើយគាត់ប្រាប់ឲ្យខ្ញុំយកសភៅនោះទៅទុកនៅកន្លែងដើម្បីនៅព្រឹកស្អែកនេះយប់មិញគ្មានបញ្ហាអ្វីកើតឡើងចំពោះខ្ញុំឡើយហើយព្រឹកនេះខ្ញុំក៏យកសភៅនោះមកទុកនៅក្នុងបណ្ណាល័យតាមបញ្ជារបស់ម៉ាក់នៅពេលដែលខ្ញុំចូលមកដល់ក្នុងបណ្ណាល័យមានមិត្តខ្ញុំម្នាក់សួរថាតើថ្ងៃនេះទើបតែឃើញខ្ញុំអត់មុខមកខ្ញុំក៏ប្រាប់ទៅគេវិញថាគឺខ្ញុំយកសភៅមកទុកនៅពេលដែលឃើញខ្ញុំដើរយកសភៅទៅទុកខ្ញុំមានអារម្មណ៍ថាមិត្តម្នាក់នោះបានសម្លឹងមើលមកខ្ញុំនៅពេលចេញទៅវិញគេក៏សាកសួរខ្ញុំថាតើសភៅដែលឯងយកទៅទុកនោះអំបើមិញជាសភៅអ្វីខ្ញុំក៏កុហកប្រាប់ថាជាសភៅសិក្សាធម្មតាទេតែមើលទៅគេដូចជាមិនអស់ចិត្តនឹងចម្លើយរបស់ខ្ញុំសោះភ្នែករបស់គេដៀលមើលទៅសភៅកន្លែងដែលខ្ញុំទុកសភៅនោះនៅពេលដែលដល់ម៉ោងរៀនឃើញមិត្តម្នាក់នោះមកសោះយីអំបើមិញឃើញនៅក្នុងបណ្ណាល័យជាមួយខ្ញុំទេតាហេតុអ្វីបានជាពេលនេះមិនឃើញនាងចូលមករៀនតើគេសង្ងំមើលសភៅអ្វីបានជាជក់ចិត្តដល់ថ្នាក់កិច្ចមករៀនទេមិនកើតទេតែច្រឡំអានសភៅនោះទៅខ្ញុំត្រូវតែទៅមើលនាងនៅពេលនោះខ្ញុំក៏សូមគ្រូចេញទៅក្រៅកុហកថាមានការសំខាន់ខ្ញុំព្រួយបារម្ភណាស់ខ្ញុំខ្លាចនាងមានបញ្ហាដោយសារសភៅនោះទៅដល់ក្នុងបណ្ណាល័យខ្ញុំដើររកគ្រប់ច្រកល្ហកតែមិនឃើញនាងឡើយគឺឃើញតែសភៅចម្លែកនោះនៅលើតុគឺមានអ្នកយកមកអានហើយមិនបានយកទៅទុកនៅកន្លែងដើមវិញខ្ញុំហ៊ាននិយាយថាអ្នកដែលអាននោះគឺជាមិត្តរបស់ខ្ញុំពិតជានាងហើយមិនកើតទេខ្ញុំត្រូវតែតាមរកនាងឲ្យឃើញខ្ញុំយករកនេះប្រាប់គ្រូហើយគ្រូក៏បញ្ជាឲ្យសិស្សជាច្រើនជួយតាមរកនាងអ្នកខ្លះទៅរកដល់ផ្ទះគឺពួកយើងចែកផ្លូវគ្នារកនៅពេលសិស្សទៅរកដល់ផ្ទះនោះទៅដល់នាងមិនឃើញក៏បង្កជាភាពឆ្អើឆឡោធ្វើឲ្យឪពុកម្ដាយមិត្តរបស់ដែលបាត់ខ្លួននោះគឺមានភាពស្លន់ស្លោជាខ្លាំងខ្ញុំជឿជាក់ថាការបាត់ខ្លួននេះច្បាស់ជាមានជាប់តាក់ទងជាមួយនឹងសភៅនោះមិនខានតើនាងទៅណាបាត់ហើយមិននឹកស្មានថានៅលើលោកនេះមានរឿងចម្លែកបែបនេះសោះបើខ្ញុំនិយាយថាការបាត់ខ្លួននេះមានជាប់តាក់ទងទៅនឹងសភៅនោះប្រហែលជាគ្មានអ្នកជឿតែមើលទៅសំណាងហើយដែលខ្ញុំមិនបានអានវានោះតើនៅក្នុងសភៅនោះគេសរសេរអំពីអ្វីបានជាវាមានឥទ្ធិពលបែបនេះមានសិស្សម្នាក់បានប្រាប់គ្រូថាឃើញសាកសពនាងចង់កសម្រាប់ខ្លួននៅលើដើមឈើមួយដើមពុទ្ធោនាងសម្រាប់ខ្លួនឬដំណឹងធ្វើឲ្យខ្ញុំតក់ស្លុតក្នុងចិត្តយ៉ាងខ្លាំងគឺនាងបានចង់កសម្រាប់ខ្លួននៅក្រោមដើមអំពិលក្បែររបងសាលាខាងក្រោយអោព្រះអើយគួរឲ្យសង្វេគណាស់មើលទៅចោះមិនគួរនាងស្លាប់ទាំងក្មេងខ្ចីបែបនេះសោះទេខ្ញុំត្រូវតែបំផ្លាញសភៅនេះចោលខ្ញុំមិនទុកវាឲ្យនៅតែបង្កគ្រោះថ្នាក់ដល់អ្នកណាទៀតឡើយខ្ញុំប្រងប្រញាប់ទៅបណ្ណាល័យជាបន្ទាន់មកពីសភៅហើយទើបបានជាមិត្តរបស់ខ្ញុំស្លាប់ខ្ញុំមិនទុកវាឲ្យអ្នកណាស្លាប់ដោយសារវាទៀតឡើយទៅដល់ឃើញមិត្តម្នាក់កំពុងតែអានសភៅនោះរៀបនឹងអានខ្ញុំក៏ស្រែកប្រាប់គេទាំងភ័យបុកពោះថាកុំអានទម្លាក់វាចោលទៅមិត្តម្នាក់នោះធ្វើភ្នែកស្លក់ដាក់ខ្ញុំដោយភាពងឿឆ្ងល់នាងសួរមកខ្ញុំវិញថាហេតុអ្វីខ្ញុំមិនអាចអានវាបានហេតុអ្វីបានជាឯងធ្វើដូចជាស្លន់ស្លោម្ល៉េះខ្ញុំប្រាប់នាងថាវាជាសភៅពិឃាតមានមិត្តម្នាក់បានស្លាប់ដោយសារអានវាគេសើចហួសចិត្តហើយតបថាវាមិនអាចនោះទេគ្រាន់តែសភៅប៉ុណ្ណោះវាមិនដូចនៅក្នុងរឿងព្រេងនិទានឯណាខ្ញុំពិតជាបារម្ភនិងពិតភ័យជំនួសគេខ្លាំងណាស់ខ្ញុំរត់ទៅដើម្បីទៅឆក់យកសភៅពីគេក៏គេកិច្ចមិនឲ្យខ្ញុំដណ្ដើមយកពីគេបានឡើយហើយសម្ដែងនៅទឹកមុខក្រោតខឹងដាក់ខ្ញុំទៀតផងខ្ញុំអង្វរនាងសូមឲ្យនាងកុំឲ្យអានវាតែនាងបែរជាតបមកវិញថាខ្ញុំជាមនុស្សឆ្កួតទៅហើយខ្ញុំមិនអស់ចិត្តទេព្រោះនាងមិនជឿហើយខ្ញុំក៏នៅតែព្យាយាមហាមឃាត់នាងជានិច្ចនាងកាន់សភៅដែលចេញទៅក្រៅ
ខ្ញុំដើរតាមនិយាយពន្យល់ប្រាប់នាងទៅតាមផ្លូវរហូតទោះបីជានាងសំដែងនៅការធុញទ្រាន់ដាក់ខ្ញុំក៏ដោយសារតែជ្រេញនឹងខ្ញុំខ្លាំងពេកនាងក៏ឈប់ស្ដីថាឲ្យខ្ញុំខ្លាំងថាឯងរំខានណាស់ឯងដឹងមកពីណាថាសិភៅនេះជាសិភៅពិឃាតឯងឈួតហើយមែនទេនៅពេលនោះលោកគ្រូម្នាក់ដើរកាត់លើនាងស្ដីថាឲ្យខ្ញុំគិតក៏សួរថាតើមានរឿងអ្វីខ្ញុំក៏បានប្រាប់គិតថាគឺខ្ញុំមិនចង់ឲ្យនាងអានសិភៅនោះទេព្រោះសិភៅនោះជាសិភៅពិឃាតលោកគ្រូម្នាក់នោះបាននិយាយទាំងអស់សំណើចបន្តិចថាមិនអាចទៅរួចទេនេះប្អូនអានសិភៅរឿងខ្មោចច្រើនពេកហើយឬប្អូនគួរតែរៀនវិភាគខ្លះទៅកុំចេះតែជឿរឿងផ្ដេសផ្ដាសមិនល្អទេហើយគាត់ក៏សុំសិភៅនោះយកទៅមើលរួចហើយក៏យកសិភៅនោះទៅបាត់ទៅខ្ញុំមិនដឹងជាហាមឃាត់គាត់យ៉ាងម៉េចទេមានតែបណ្ដោយឲ្យតាមដំណើរប៉ុណ្ណោះព្រោះតែគាត់បានព្រាមប្រដៅខ្ញុំរួចទៅហើយសង្ឃឹមថាគាត់នឹងមិនមានបញ្ហាអ្វីទេចុះយប់នេះខ្ញុំគេមិនលក់សោះព្រោះតែគិតបារម្ភអំពីលោកគ្រូម្នាក់នោះតើគាត់បើកអានវាហើយឬបើខ្ញុំមិនដឹងប្រហែលជាមិនខ្វល់ដូចនៅពេលនេះទេព្រឹកឡើងនៅពេលទៅដល់សាលាខ្ញុំក៏ទៅរកមើលលោកគ្រូដែលបានយកសិភៅនោះទៅតែមិនឃើញក៏សោះខ្ញុំក៏សួរលោកគ្រូដែលជិតស្និទ្ធស្នាលជាមួយគាត់ពួកគាត់ក៏បានប្រាប់ថាលោកគ្រូម្នាក់នោះគឺកម្រមកសាលាយុទ្ធសាហាវណាស់ឬពួកគាត់និយាយបែបនេះរឹតតែធ្វើឲ្យខ្ញុំព្រួយបារម្ភខ្ញុំក៏និយាយរឿងរ៉ាវសិភៅនោះប្រាប់ដល់លោកគ្រូដែលជាអ្នកជិតស្និទ្ធរបស់លោកគ្រូនោះតែពួកគាត់បែរជាអស់សំណើចហើយបានទូមានព្រាមប្រដៅខ្ញុំកុំឲ្យជឿរឿងផ្ដេសផ្ដាសទៅវិញរឿងដែលធ្វើឲ្យខ្ញុំកើតក្តីអាម៉ាស់បំផុតចំពោះមុខលោកគ្រូទីនោះបំផុតគឺលោកគ្រូដែលយកសិភៅនោះទៅបានមកដល់លោកគ្រូទាំងនោះក៏បានសួរនាំគាត់អំពីរឿងសិភៅពិឃាតរបៀបដូចជាលេងសើចបង្អាប់គ្នាលេងខ្ញុំជឿចាប់ណាស់ខ្ញុំចង់យំតែខ្ញុំមិនយំនៅចំពោះមុខពួកគាត់ឲ្យគាត់ដឹងទេខ្ញុំនឹងទៅពូនយំឲ្យឆ្ងាយខ្ញុំមកយំតែម្នាក់ឯងនៅឯក្រោយសាលានៅទីស្ងាត់ណាស់គិតទៅខ្ញុំកំពុងតែឈួតលប់តែម្នាក់ឯងដូចដែលគេថាហើយមែនទេព្រោះតែនិយាយអ្វីក៏គ្មានអ្នកជឿដែរខ្ញុំតឹងទ្រូងណាស់ព្រោះចង់ឲ្យគ្រប់គ្នាដឹងអ្វីដូចដែលខ្ញុំបានដឹងខ្ញុំមិនចង់ឲ្យមានអ្នកណាស្លាប់ទៀតទេឬមួយខ្ញុំក៏ត្រូវធ្វើលេងដឹងលេងលឺទេខ្ញុំត្រូវតែបញ្ឈប់ពួកគេឲ្យទៅតែបានខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាចូលមកដល់ក្នុងថ្នាក់ម្នាក់ស្លឹមមើលមកខ្ញុំហើយនិយាយខ្សឹបគ្នាយីគេនិយាយអាក្រក់ពីខ្ញុំទេដឹងដល់ពេលនោះលោកនាយកសាលាបានចូលមកដល់ថ្នាក់នេះជាសញ្ញាឲ្យដឹងថាច្បាស់ជាមានរឿងអ្វីមិនខានលោកគ្រូនាយកបានហៅឈ្មោះខ្ញុំក៏ចេញទៅជួបគាត់ក៏បាននិយាយស្ដីបន្ទោសឲ្យខ្ញុំថាថ្ងៃក្រោយឈប់បង្កើតភាពឆលនៅក្នុងសាលានោះទៀតឯងដឹងទេឥឡូវពួកសិស្សទាំងអស់លែងចូលទៅអានសិភៅនៅក្នុងបណ្ណាល័យទៀតហើយព្រោះតែល្បិចថាមានសិភៅពិឃាតនៅក្នុងនោះគឺព្រោះតែនាងហើយទើបបានពួកគេភ័យខ្លាចបែបនេះខ្ញុំបានដឹងត្រឹមតែទម្លាក់មកចោះស្ដាប់លោកនាយកស្ដីបន្ទោសទាំងស្ពឹកមុខខ្ញុំហាមាត់និយាយអ្វីមិនចេញឡើយមានអារម្មណ៍ថាអូនណែនក្នុងទ្រូងខ្លាំងខ្ញុំទៅយកសិភៅនោះពីលោកគ្រូម្នាក់នោះវិញកើតមិនអោយទេក៏ប្រាប់ថាកើតអានវាទៅចប់ប្រគល់វាមកឲ្យខ្ញុំវិញខ្ញុំបានហាមគាត់កុំអោយអានវាកើតប្រាប់ថាមិនជឿវាអាចធ្វើឲ្យគាត់ស្លាប់នោះទេខ្ញុំអង្វរគាត់សុំសិភៅនោះពីគាត់តែគាត់មិនព្រមឲ្យវាមកខ្ញុំឡើយក្រោយមកខ្ញុំមានលើដំណឹងថាលោកគ្រូម្នាក់បានជិះឡានចូលក្នុងទន្លេសម្លាប់ខ្លួនលើដំណឹងនេះខ្ញុំតក់ស្លុតណាស់គឺមកពីសិភៅនោះទៀតហើយលើកនេះមានមិត្តជាច្រើនចាប់ដើមជឿតាមខ្ញុំជាពិសេសមិត្តម្នាក់ដែលបានស្ដីបន្ទោសឲ្យខ្ញុំកាលពីលើកមុនប៉ុន្តែពួកលោកគ្រូនៅតែមិនជឿនៅឡើយហើយថែមទាំងបានបំបិតមិនឲ្យលេចឮពាក្យថាសិភៅពិឃាតទៀតផងលោកគ្រូនាយកបានហៅសិស្សទាំងអស់ទៅប្រជុំមិនឲ្យសិស្សទាំងអស់និយាយអំពីសិភៅនោះទេគាត់គំរាមថាបើមានអ្នកណាហ៊ាននិយាយអំពីរឿងនេះបើគាត់ដឹងគាត់នឹងដេញចេញពីសាលាភ្លាមពួកយើងមិនខ្លាចត្រូវបណ្ដេញចេញពីសាលានោះទេពួកយើងបានបដិញ្ញាចិត្តគ្នាថា
នឹងធ្វើយ៉ាងណាបញ្ជាឲ្យគាត់ជឿលើរឿងនេះឲ្យបានពេលនោះសិភៅបានធ្លាក់លើលោកគ្រូនាយកសាលាគឺគាត់បានយកសិភៅនោះពីផ្ទះលោកគ្រូដែលបានសម្លាប់ខ្លួននោះមករក្សាទុកខ្លាចពួកយើងយកទៅបង្ករឿងតែមិនដឹងថាគាត់មានគំនិតផ្សេងពីនឹងឬក៏យ៉ាងណានោះទេមានមិត្តខ្លះសង្ស័យថាលោកគ្រូនាយកនឹងយកសិភៅនោះមកអានខ្ញុំព្រួយបារម្ភអំពីលោកនាយកដែរខ្លាចកើតអានសិភៅនឹងទៅសម្រាប់ខ្លួនដូចអ្នកមុនទៀតឯមតិរបស់មិត្តខ្លះទៀតថាគាត់បានយកសិភៅនោះទៅបំផ្លាញចោលបាត់ហើយពួកយើងបានឃើញលោកគ្រូនាយកដើរចូលទៅក្នុងបណ្ណាល័យលួចពួកយើងក៏ចាប់ផ្ដើមលបមើលគឺឃើញលោកនាយកកាន់សិភៅនោះយីតែគាត់យកសិភៅនោះវាមកមើលឬខ្ញុំមិនដឹងសោះថាគាត់នឹងយកវាទៅទុកក្នុងបណ្ណាល័យគួរឲ្យសោកស្ដាយណាស់ដែលមិនបានដឹងបើដឹងយកសិភៅនោះទៅដុតចោលមិនខានហេតុអ្វីបានជាលោកនាយកធ្វើដូចជាស្ទាក់ស្ទើរក្នុងការអានឬមួយក៏គាត់ជឿតិចដែរគាត់ប្រហែលជាចង់ដឹងហើយមកទៅហាក់គិតមើលហើយពួកយើងក៏សម្រុកចូលហើយក៏ឆក់យកសិភៅពីលោកគ្រូនាយកដើម្បីកុំឲ្យគាត់អានគាត់បានស្ដីបន្ទោសឲ្យពួកយើងថាពួកឯងទាំងអស់ចង់ឲ្យយើងដេញចេញពីសាលាហើយមែនទេលោកនាយកមើលសិភៅនេះហើយទៅសម្រាប់ខ្លួនគឺពួកយើងសម្គាល់ឃើញថាមានមនុស្ស2នាក់ហើយដែលទៅសម្រាប់ខ្លួនក្រោយពីអានវាមើលទៅគិតដូចជាជឿហើយក៏បានទាញសិភៅនោះពីពួកយើងនៅពេលនោះខ្ញុំក៏បានយកសិភៅនោះមកហែកតែដៃរបស់ខ្ញុំស្រាប់តែរឹងកព្រឹសមិនបានពួកគេទាំងអស់ក៏ឈរមើលសម្លឹងមកខ្ញុំដោយងឿឆ្ងល់ព្រោះឃើញខ្ញុំធ្វើទឹកមុខដូចជាចង់យំកម្រើកដៃមិនបានមានមិត្តម្នាក់សួរខ្ញុំថាកើតអ្វីខ្ញុំបាននិយាយប្រាប់ពួកគេថាពួកគេក៏នឹមគ្នាទាញសិភៅនោះពីដៃខ្ញុំអាចកម្រើកដៃវិញបានហើយយីអំបាមិញដូចជាមានរឿងអ្វីម្យ៉ាងចាប់ដៃខ្ញុំនៅពេលនោះស្រាប់តែមានខ្យល់បក់ចូលក្នុងអណ្ដាតឡាយយ៉ាងខ្លាំងធ្វើឲ្យពួកយើងស្ទើរតែទប់ខ្លួនមិនជាប់សិភៅជាច្រើនបានហើរធ្លាក់រេប៉ែនទៅពេញដីយីខ្យល់អ្វីចម្លែកម្ល៉េះមើលទៅលោកគ្រូយកពេលនេះដូចជាភ័យខ្លាចខ្លាំងណាស់គាត់ក៏បាននិយាយប្រាប់ថាពួកយើងថាពួកឯងឈប់ចង់បំផ្លាញសិភៅនេះទៅគិតជឿហើយមែនទេគាត់ខ្លាចមានបញ្ហានៅពេលដែលពួកយើងព្យាយាមបំផ្លាញសិភៅនោះប៉ុន្តែពួកយើងត្រូវតែបំផ្លាញវាយើងដុតវាចោលគាត់បាននិយាយចេញមកដូចនេះស្រាប់តែសិភៅនោះរបូតចេញពីដៃមិត្តខ្ញុំតែកម្លាំងអ្វីបានជាបណ្ដេញឲ្យសិភៅនោះបានធ្វើចលនាបានវាមានអ្វីម្យ៉ាងដែលចាប់ទាញជាមិនខានវាគឺជាប្រលឹងខ្មោចទេដឹងពេលនោះយើងពិបាកនឹងបំផ្លាញសិភៅនោះចោលណាស់ខ្យល់គួចបានគួចចូលក្នុងបណ្ដាល័យហើយតម្រង់មករកពួកយើងធ្វើឲ្យយើងនាំគ្នារត់ចេញទៅក្រៅទាំងប្រលឹងចង់សក់គ្រប់គ្នាពួកយើងកិច្ចរត់ទៅមុខអស់ខ្ញុំក៏ឆ្លៀតរើសយកសិភៅនោះមកតាមផងខ្យល់គួចនោះបាត់ឈឹងម្នាក់នាំគ្នាអង្គុយហត់ដកដង្ហើមបែកញើសជោគប្រានគ្រប់គ្នាយីបាត់លោកគ្រូនាយកទៅណាហើយមិនឃើញគាត់រត់មកជាមួយពួកយើងទេពួកយើងក៏នាំគ្នាត្រឡប់ទៅកម្មដាលវាយឡៃវិញក្រឡេកទៅលោកគ្រូនាយកមានគ្រោះថ្នាក់អ្វីខ្យល់គួចនោះបក់មកពួកយើងស្មានមិនខុសឡើយនៅពេលដែលឃើញលោកគ្រូនាយកដេកស្លាប់នៅក្នុងបណ្ដាល័យមានឈាមហូរចេញពីមាត់គួរឲ្យអនិច្ចាណាស់សិភៅនេះសាហាវណាស់តើអ្នកណាជាអ្នកបង្កើតវាតើគេសរសេរអ្វីនៅក្នុងសិភៅនោះក្រោយពីលោកគ្រូនាយកទទួលមរណភាពមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីរឿងនេះខ្ញុំជាអ្នកបកស្រាយរឿងរ៉ាវទាំងនោះដល់ពួកអ្នកព័ត៌មានខ្ញុំបាននិយាយរឿងរ៉ាវទាំងអស់នេះដែលបានកើតឡើងតាំងពីដើមរហូតដល់ចប់សូមរងចាំទស្សនាភាគបន្តសូមអរគុណសូមជម្រាបលា